សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទនៅពេលនេះខ្ញុំមានព័ត៌មានទាន់ហេតុការណ៍មួយដើម្បីជម្រាបជូនប្រិយមិត្តទាំងអស់គ្នាពាក់ព័ន្ធនឹងការដោះលែងយុទ្ធជនទាំង18រូបរបស់កម្ពុជាមកមាតុភូមិរបស់ខ្លួនវិញបាទប្រិយមិត្តប្រហែលជាបានឃើញការផ្សាយនៅតាមបណ្ដាញសង្គមសារព័ត៌មាននានានៅក្នុងប្រទេសកម្ពុជារួចហើយនៅពេលនេះខ្ញុំសូមដកស្រង់គឺពីការផ្សាយរបស់សារព័ត៌មាន Bloomberg ដែលនៅខាងក្រៅប្រទេសគឺនៅសហរដ្ឋអាមេរិកនេះក៏បានផ្សាយព័ត៌មានទាន់ហេតុការណ៍ដែលជាដំណឹងល្អនេះសម្រាប់មហាជនផងដែរអញ្ចឹងខ្ញុំសូមដកស្រង់នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg ក៏ដាក់ចំណងជើងថាប្រទេសថៃដោះលែងឆ្លើយសឹកទាំង18នាក់របស់កម្ពុជា Prisoner of War នេះគឺបបប្រធានអ្នកទោសសង្គ្រាមឬក៏ឆ្លើយសឹកអញ្ចឹងណាបាទក្នុងគណៈពេលដែលបាត់ជួបបាញ់គ្នានៅតាមបណ្ដោយព្រំដែននៅមានប្រសិទ្ធភាពបាទនេះគឺជាចំណងជើងរបស់ Bloomberg បាទខ្ញុំសូមហើយមុននឹងខ្ញុំជួលបង្ហាញនៅអត្ថបទថាតើ Bloomberg រាយការណ៍យ៉ាងណាខ្ញុំសូមអនុញ្ញាតចាក់ផ្សាយនៅវីដេអូមួយដែលខាងសារព័ត៌មានដាវ7បាទ DPA គាត់បានផ្សាយចឹងជូនរូបភាពនេះឲ្យប្រិយមិត្តបានឃើញសម្រាប់ប្រិយមិត្តណាដែលមិនទាន់បានឃើញវីដេអូហ្នឹងហើយនេះគឺជាទស្សនវិជ្ជាដែលពលប្រជាពលរដ្ឋកម្ពុជាស្វាគមន៍វីរៈបុរសរបស់កម្ពុជាទាំង18រូបហើយក៏បានថៃដល់លែងមកវិញក្រោយពីខ្លួនតាំងពីខែបាននៅពេលដែលមានការប្រយុទ្ធគ្នាជាលើកដំបូងហើយដោយសារតែមានបទជប់ដល់គ្នាចូលជាធរមានហើយនោះគឺពួកអស់លោកគាត់មានការធ្វើប្រហែសធ្វើឲ្យថៃលេងបិចហើយចាប់គាត់យកធ្វើជាចំណាប់ខ្មាំងបានបាទនេះគឺជាសារព័ត៌មានខាងដាវ7ក៏បានផ្សាយណាហើយខ្ញុំសូមអនុញ្ញាតយកមកជម្រាបជូនប្រិមិត្តបន្តិចដកស្រង់ពីរបស់ដាវ7មកជម្រាបជូនប្រិមិត្តពីព្រោះខ្ញុំមិនបានរកវីដេអូឃើញនៅប្រភពណាផ្សេងភ្លាមដូច្នេះខ្ញុំសូមយកឥឡូវនេះអត្ថបទរបស់ខាង Bloomberg វិញម្ដងណាតើនៅសារព័ត៌មានអន្តរជាតិគេមានការរាយការណ៍ការអបអរសាទរយ៉ាងណាដែរចំពោះការដោះលែងយុទ្ធជនក្លាហានទាំង18រូបរបស់កម្ពុជាតាមសេចក្តីរាយការណ៍របស់ Bloomberg បានរាយការណ៍ថាប្រទេសថៃនៅថ្ងៃពុធនេះគឺបានធ្វើមាតុភូមិនិវត្តន៍ទាហានរបស់កម្ពុជាចំនួន18រូបដែលត្រូវបានចាប់ខ្លួនកាលពីខែកក្កដាកន្លងទៅនេះហើយសារព័ត៌មាននេះបានចាត់ទុកថានេះគឺជាសញ្ញាមួយក្នុងចំណោមសញ្ញាមួយចំនួនស្ដីអំពីការរីកចម្រើនឆ្ពោះទៅការកាត់បន្ថយភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរចាប់តាំងតែមានការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅតាមបណ្ដោយព្រំដែនរួមរបស់ពួកគេកាលពីដើមឆ្នាំនេះបាទហើយសារព័ត៌មាន Bloomberg បានដកស្រង់នៅសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់ថៃដែលបាននិយាយថាតាមរយៈទង្វើនេះគឺប្រទេសថៃសង្ឃឹមថាប្រទេសកម្ពុជាបាននឹងយកនៅសុឆន្ទៈនេះបន្តទៅទៀតតាមរយៈធ្វើសកម្មភាពយ៉ាងជាក់លាក់ក្នុងការជំរុញឲ្យមានសន្តិភាពថិតថេររវាងប្រទេសទាំងពីរបាទនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់ថៃវិញក៏ប៉ុន្តែសារព័ត៌មាននេះដកស្រង់តែសម្ដីប៉ុណ្ណាហើយ Bloomberg បានបន្តទៀតថាដោយឡែកអ្នកនាំពាក្យរបស់ក្រសួងការពារជាតិរបស់កម្ពុជាវិញបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ដោយឡែកមួយទៀតដែលថាការដោះលែងនេះគឺនឹងចូលរួមចំណែកទៅដល់ការកសាងនៅទំនុកចិត្តគ្នាទៅវិញទៅមកការទុកចិត្តគ្នាហើយនឹងជំនឿជឿជាក់រវាងប្រទេសទាំងពីរជាផ្នែកមួយនៃកិច្ចព្រមព្រៀងថ្មីបំផុតនេះគឺបានបញ្ឈប់នៅការវាយប្រយុទ្ធគ្នាដែលបានចាប់ផ្ដើមបាយចូលជាធរមានតាំងតែពីថ្ងៃសៅរ៍មកហើយទីក្រុងបាងកកនិយាយថាពេលនោះគឺប្រទេសថៃនឹងពិចារណាដោះលែងយុទ្ធជនរបស់កម្ពុជាប្រសិនបើកិច្ចព្រមព្រៀងជួបបាញ់គ្នានេះអាចនៅបានថិតថេរបានរយៈពេល72ម៉ោងហើយទីក្រុងបាងកកបានពន្យាការដោះលែងពួកគេបន្តិចក្រោយពីការបរិច្ឆេទចុងក្រោយបានកន្លងផុតកាលពីថ្ងៃអង្គារដោយចោទប្រកាន់ប្រទេសកម្ពុជាថាបានរំលោភនៅលក្ខខណ្ឌនានានៃបទជួបបាញ់លក្ខខណ្ឌនៃបទជួបបាញ់ដែលក្នុងនោះមានការបង្ហោះដ្រូនហើយមន្ត្រីនានាដែលមកពីអង្គការកាកបាទក្រហមអន្តរជាតិគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិហើយនឹងអ្នកសង្កេតការអាស៊ានក៏បានមានវត្តមាននៅក្នុងពេលដែលបញ្ជូនត្រឡប់នៅយុទ្ធជនរបស់កម្ពុជានោះផងដែរគឺដែលបានធ្វើឡើងនៅចន្លោះម៉ោងប្រហែលជា10ព្រឹកម៉ោងនៅក្នុងប្រទេសកម្ពុជាហើយនេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រទេសទាំងពីរប្រទេសកម្ពុជាវិញបាននិយាយថាពួកគេក៏បានទទួលអ្នកទាំងអស់នោះក្នុងពិធីមួយនៅឯកន្លែងច្រកព្រំឆ្លងកាត់ព្រំដែនព្រំនៅក្នុងខេត្តបៃលិនបាទដែលជាប់ជាមួយនឹងខាងភាគីថៃនៅក្នុងខេត្តអចិន្ត្របុរីហើយសារព័ត៌មាននេះបានបញ្ជូនជាដំណើរដើមតងឬក៏ជាសារបានដែលថា
ការចាប់ខ្លួនយុទ្ធជនទាំង18រូបនេះគឺបានធ្វើឡើងកាលពីខែកក្កដាណានៅពេលដែលមានបទជបាញ់បានចូលជាធរមានបន្តិចបាទអញ្ចឹងសូម្បីតែព័ត៌មានខាង Bloomberg ក៏បានទទួលស្គាល់ថាការចាប់ខ្លួនយុទ្ធជនរបស់កម្ពុជានេះគឺធ្វើឡើងក្រោយពីកិច្ចព្រមព្រៀងជបាញ់ចូលជាធរមានគឺមិនមែនចាប់នៅក្នុងពេលដែលកំពុងតែប្រយុទ្ធគ្នានោះទេបាទអញ្ចឹងនេះគឺជាសេចក្តីរាយការណ៍របស់ Bloomberg គាត់បានរាយការណ៍ breaking news អញ្ចឹងដែរណាអញ្ចឹងខ្ញុំសូមជម្រាបជូនប្រិមិត្តប៉ុណ្ណេះបាទសូមអរគុណច្រើនដែលប្រិមិត្តតាមដានហើយសម្រាប់ខ្ញុំបាទខ្ញុំសប្បាយរីករាយបាទសប្បាយរីករាយមួយជំហានដែរបាទដោយតែខ្ញុំបានជម្រាបជូនប្រិមិត្តអញ្ចឹងហើយគឺយើងគួរតែធ្វើពិធីមួយបាទស្វាគមន៍យុទ្ធជនវីរបុរសរបស់យើងដោយសេចក្តីគោរពរបស់គាត់បាទគាត់មិនមែនជាអ្នកចាញ់ការប្រយុទ្ធទេប៉ុន្តែគាត់ជាអ្នកចាញ់ល្បិចគេបន្តិចបាទប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏គាត់នៅតែជាវីរបុរសដែលបានចេញមុខការពារទឹកដីផងដែរអញ្ចឹងគឺតែមានពិធីស្វាគមន៍ទទួលផ្ដល់កិត្តិយសដល់គាត់ខ្ញុំបានលើកការពីលើកមុនអញ្ចឹងគេថាបោះឲ្យយឺតអីមានឈ្មោះគាត់មានដើម្បីថ្លែងអំណរគុណគាត់មកនឹងជារឿងមួយល្អបាទអញ្ចឹងបាទអញ្ចឹងជារឿងមួយដំណាក់កាលគួរសប្បាយរីករាយដែរមុនពេលឆ្លងឆ្នាំនេះដែលមានពួកគាត់អាចមកជួបជុំជាមួយនឹងក្រុមគ្រួសាររបស់គាត់វិញហើយដោយផ្ទាល់ខ្លួនខ្ញុំបាទខ្ញុំសូមចូលរួមអបអរសាទរនិងស្វាគមន៍យុទ្ធជនក្លាហានរបស់កម្ពុជាទាំង18រូបមកមាតុភូមិរបស់ខ្លួនវិញសម្រាប់ខ្ញុំគឺបងអូនឬក៏បងក៏ដោយខ្ញុំមិនដឹងថាអាយុគាត់ប្រហែលបើថាបងអូនឬក៏បងខ្ញុំក៏បងគឺសម្រាប់ខ្ញុំគឺអស់លោកបាទគឺជាវីរបុរសរបស់កម្ពុជាដែលសុខចិត្តលះបង់កម្លាំងហើយនឹងសាច់ឈាមបាទដើម្បីការពារមាតុភូមិកម្ពុជាក្នុងគណៈពេលដែលប្រទេសជាតិត្រូវការនេះបាទដោយសូមទទួលនៅការគោរពរបស់ខ្ញុំពីខ្ញុំពី